វាមិនចម្លែកទេឬដែលនៅអាយុ20ឆ្នាំយើងចង់ធ្វើគ្រប់យ៉ាងប៉ុន្តែចុងក្រោយបែរជាមិនបានធ្វើអ្វីសោះយើងមានក្តីស្រមៃធំជាច្រើនប៉ុន្តែបែរជាមិនអាចចាប់ផ្ដើមដើរទៅរកក្តីស្រមៃណាមួយបានវាមិនមែនដោយសារយើងខ្ជិលឬក៏គ្មានមហិច្ឆតាទេតាមពិតទៅវាច្រើនតែផ្ទុយពីនេះក្តីស្រមៃទាំងនោះមានទម្ងន់ធ្ងន់ពេកហើយមានច្រើនពេករហូតធ្វើឲ្យភ័យខ្លាចថាយើងអាចជ្រើសរើសផ្លូវខុសបែរជារារាំងយើងមិនឲ្យចាប់ផ្ដើមអ្វីទាំងអស់តើយើងគួរជ្រើសរើសផ្លូវមួយណានៅពេលដែលយើងមានអារម្មណ៍ថាក្តីស្រមៃទាំងអស់សុទ្ធតែសំខាន់តើយើងត្រូវលះបង់ក្តីស្រមៃមួយដើម្បីជ្រើសរើសយកមួយទៀតមែនទេនេះគឺជាបញ្ហាមួយដែលហៅថាជំរើសច្រើនពេកជំរើសកាន់តែច្រើនមិនតែងតែធ្វើឲ្យយើងមានសេរីភាពទេពេលខ្លះវាបែរជាធ្វើឲ្យយើងជាប់គាំងមិនអាចសម្រេចចិត្តបានហើយវាងាយណាស់ដែលយើងមើលទៅមនុស្សជុំវិញខ្លួនហើយមានអារម្មណ៍ថាយើងកំពុងយឺតជាងគេដូចជាមនុស្សគ្រប់គ្នាដឹងថាត្រូវធ្វើអ្វីលើកលែងតែយើងប៉ុន្តែការពិតគឺអ្នកមិនចាំបាច់ជ្រើសរើសឲ្យបានល្អឥតខ្ចោះទេអ្នកគ្រាន់តែត្រូវជ្រើសរើសអ្វីមួយឲ្យច្បាស់ហើយចាប់ផ្ដើមផ្លូវណាមួយដែលអ្នកកំពុងដើរទៅមុខមានតម្លៃជាងផ្លូវទាំងអស់ដែលអ្នកគ្រាន់តែគិតនៅក្នុងក្បាលជ្រើសរើសមួយទៅអ្នកអាចជាកែទិសនៅពេលក្រោយបានប៉ុន្តែអ្នកមិនអាចបញ្ជាចង្កូតជីវិតដែលមិនទាន់ចាប់ផ្ដើមធ្វើដំណើរឡើយ Boost Strong ឆ្ងាញ់រសជាតិដិតជ្រៅ